ស្រាប់តែពេលធ្លាក់ក្រោមគ្រែក្មេងស្រីប្រញាប់រុញវាចេញសំណាងល្អចៅមិនឃើញនាងតែបាក់ពួកវាហាក់ដឹងខ្លួនក៏បើកភ្លើងភ្លាមនាងភ័យស្លន់ស្លោខ្លាំងណាស់ចៅនៅគៀកបំផុតហើយនាងភ័យស្ទើរឈប់ដកដង្ហើមសំបីមេជើងក៏ប្រឹងឡើងរឹងតែពួកចៅបែរជាមើលលើគ្រែតាមពិតអ្នកដេកលើគ្រែគឺជាមេរបស់ពួកគេត្រូវសង្សារក្មេងស្រីដុតពេលសម្រាប់តែជាមេក៏ត្រូវគេចាក់សង្សារនាងប្រហែលជាត្រូវគេសម្លាប់ដល់ចំណុចនេះនាងក៏ស្រក់ទឹកភ្នែកនាងហៀបនឹងស្រក់ចុះដីនាងប្រញាប់បិទភ្នែកឲ្យជិតវិញពេលដែលនាងជិតអស់សង្ឃឹមទៅហើយឱកាសមកដល់ហើយកូនចៅត្រូវគេប្រើឲ្យទៅជូឈាមក្នុងបន្ទប់សតែអត្រងោមើលបងឃើញបងធំឈឺខ្លាំងវាក៏រកមើលថ្នាំតាមអនឡាញស្រាប់តែកម្មបិតធ្លាក់ដល់ដីឃើញទូរស័ព្ទស្រីស្អាតមានសង្ឃឹមនាងបំរុងនឹងលូនចេញទៅស្រាប់តែអត្រងោងាកមកមើលនាងភ័យខ្លាំងឈរស្ងៀមមួយកន្លែងតាមពិតវាគ្រាន់តែនិយាយជាមួយបងធំវាមិនបានចាប់អារម្មណ៍នាងទេក្មេងស្រីមិនហ៊ានប្រថុយទៀតទេនាងលូកឈើថ្នមទៅមុខខិតទៅជិតកាបូបយឺពេលប៉ះកាបូបបានហើយតែឈើនោះវាធំពេកទើបថ្ពក់ខ្សែមិនជាប់សោះនាងមិនចង់បោះបង់ទេព្រោះជោគជ័យនៅចិត្តពេលចោលមិនចាប់អារម្មណ៍នាងសម្រេចចិត្តយ៉ាងក្លាហាននាងដាក់ឈើចុះតិចរួចដកដង្ហើមលោកខ្លួនចេញទៅក្រៅនៅចំពោះមុខពួកចោលនាងចាប់កាបូបបានមិនទាន់ទាំងត្រេកអរផងតែមួយរំពេចនោះនាងភ័យខ្លាចខ្លាំងណាស់មិនហ៊ានកម្រើកខ្លួនឡើយគេចូលមកនាងធូរចិត្តបន្តិចនាងប្រញាប់យកទូរស័ព្ទប្តឹងប៉ូលីសតែសរសេរមិនទាន់ចប់ផងទូរស័ព្ទក៏រលត់ព្រោះអស់ថ្មនាងអស់សង្ឃឹមខ្លាំងណាស់ក្រក់នៅមានទៀតព្រោះនាងស្រាប់តែទីដែលពួកវាចង់ធ្វើគឺត្រូវលើកមេរបស់ពួកវាទាំងក្រោយឡើងពេលដឹងថាខ្លួនចិត្តត្រូវគេចាប់បានភ្នែកទទួលវាសនានាងគឺជាគ្រូពេទ្យពេលដឹងថាមានអ្នកនៅរស់នាងមានអារម្មណ៍លីលំគ្នាមិនយូរប៉ុន្មានស្ត្រីម្នាក់ត្រូវគេនាំចូលមកគំរាមឲ្យដេរបួសឲ្យមេរបស់ពួកវាស្ត្រីម្នាក់នោះហាក់ដឹងមុនថាក្មេងស្រីលួចមកណាត់ជួបគាត់ក៏ធ្វើឲ្យជ្រុះនាឡិកាទៅដីរួចអន់ចោះធ្វើជីទៅរើអ្នកទាំងពីរក៏បានឃើញគ្នានៅក្រោមគ្រែគាត់មិនពេញចិត្តស្នេហានេះតែពេលនេះមានតែនាងទេដែលអាចជួយបានបន្ទាប់មកគាត់ក៏ក្រោកឈរធ្វើធម្មតារួចក៏ចាប់ផ្ដើមដេរបួសឲ្យពួកវាតែពួកចៅយាមកម្មតឹងតែងណាស់រហូតដល់ដេរបួសនៅតែរកឱកាសរត់មិនបានចុងក្រោយនាងត្រូវបន្តពួនក្រោមចំណែកស្ត្រីនោះត្រូវគេនាំគាត់បន្ទប់ផ្សេងប្រុសត្រូវគេចង់លើគ្រែតែឪពុកបែរជាស្លៀកពាក់យ៉ាងស្អាតពួកចៅថែមទាំងចង់ក្រវ៉ាត់ក៏ឲ្យទៀតពួកវាចង់ប្រើតួនាទីជាអ្នកគ្រប់គ្រងដើម្បីទៅប្លន់ធនាគារធំមួយក្រោយពេលឪពុកត្រូវគេនាំចៅដែលនៅសល់ក៏នាំគ្នាទៅរៀបចំខ្លួនជាប់ក្នុងបន្ទប់ជាមួយមេធំនាងឃើញលើគ្រែស្ងាត់ជ្រងស្មានថាមេធំដេកលក់បាត់នាងបំរុងលបមើលទាំងភ័យខ្លាចស្រាប់តែបុរសម្នាក់ដើរចូលមកសំណាងល្អគេមិនឃើញនាងប៉ុន្តែបន្ទាប់មកសម្ដីពួកគេឲ្យនាងភ័យស្លន់ស្លោគេកាន់សាំងមកជាមួយផងចាំបាក់ពួកប្លន់ត្រឡប់មកវិញពួកគេនឹងសម្លាប់បំបិតមាត់ផ្ទះនេះចង់ដឹងថាពួនបែបនេះមិនកើតនាងកំពុងគិតរកមធ្យោបាយស្រាប់តែមាននាឡិការមៀលចូលក្រោមនាងក៏នឹកឃើញល្បិចមួយភ្លាមនាងកំណត់ម៉ោងរត់ទុកជាមុនរួចក៏ប្រែខ្លួនយ៉ាងប្រុងប្រយ័ត្ននាងរុញនាឡិកាទៅមកខាងទៀតហើយត្រៀមខ្លួនរត់ចេញទៅបុរសនោះរវល់និយាយទូរស័ព្ទមិនយូរប៉ុន្មាននាឡិកាក៏រត់ពេលពួកគេភ្លេចខ្លួននាងក៏ស្ទុះរត់ចេញពីបន្ទប់យ៉ាងលឿននាងមកបង្អែកជញ្ជាំងទាំងបេះដូងលោតញាប់ពេលដឹងថាពួកគេមិនទាន់ដឹងខ្លួននាងក៏លបដើរចេញទៅយ៉ាងស្ងាត់ពេលដល់ក្រោមបំរុងនឹងបើកទ្វារបាទស្រាប់តែមានគេមួលទ្វារតាមពិតជាអ្នកចិត្តខាងតែនាងមិនស្គាល់ទេស្មានតែជាពួកចោរនាងក៏រត់ឡើងលើតែបែរជាច្រឡំផ្លូវគេបង្ខាំងឃើញសង្សារនៅរស់នាងប្រញាប់ទៅជួយស្រាប់តែមានសម្លេងគឺជាអ្នកចិត្តខាងមិញអាត្រងោក៏មកដល់នាងបង្ខំចិត្តពួនស្រាប់តែឃើញរឿងរន្ធត់វាតកាន់ដំបងឈើដើរតាមពីក្រោយគេឡើងមកដល់បន្ទប់ខាងឃើញជនរងគ្រោះបំរុងនឹងសួរត្រូវវាមួយដំបងសន្លប់បាត់ស្មារតីនាងភ័យខ្លាចខ្លាំងណាស់នាងដឹងថាអាម្នាក់នេះវាសាហាវខ្លាំងណាស់នាងព្យាយាមរកផ្លូវរត់តែអកុសលវាដើរសម្ដៅពេលវាសម្លាប់មនុស្សវាតែងតែដុតកាំបិតបាទសង្កត់លើដៃស្នាមរបួសនីមួយគឺជាជីវិតមនុស្សពេលស្លៀកពាក់រួចឈួតនោះគិតថាខ្លួនឯងធ្វើក៏ដើរចេញពីបន្ទប់ទឹកដោយស្កប់ស្កល់ស្រីក៏បានធូរទ្រូងបន្តិចនាងលបលួចលោតចុះមកក្រោមនាងបើកបង្អួចបំរុងនឹងរត់ស្រាប់តែសម្លេងស្រែកយ៉ាងឈឺចាប់នាងបារម្ភពីសង្សារដែលនៅជាមួយនាងក៏សម្រេចចិត្តធ្វើរឿងដ៏គ្រោះថ្នាក់តែពេលនាងដើរចូលក្នុងបន្ទប់ឃើញឈួតនោះកំពុងបៀមជើងសង្សារនាងកាន់កន្ត្រៃបំរុងនឹងចាប់ស្មានថាវាដឹងខ្លួនតាន់ក្រោយត្រូវនាងចាក់មួយវាដេញតាមនាងដូចជាមិនជឿអ្វីសោះវាក៏ចាប់នាងផ្អឹបជាប់នឹងជញ្ជាំងនាងហៀបនឹងធ្លាក់ក្នុងកណ្ដាប់ដៃនាងក៏ប្រមូលកម្លាំងរៀងរត់យ៉ាងលឿនសម្ដៅទៅបន្ទប់គេងរួចក៏លោតឡើងទៅលើដំបូលផ្ទះធ្វើឲ្យមេធំដែលរបួសនោះស្រឡាំបង្អង់យូរប្រញាប់រកផ្លូវប្រអប់ធំមកបិទរនោះរួចយកសៀវភៅធ្ងន់មកដាក់ពីលើសង្កត់វាឲ្យជាប់នាងស្រែកហៅគេឲ្យជួយតាមបង្អួចតែផ្ទះនេះនៅដាច់ឆ្ងាយពីគេពេកស្រែកខ្លាំងប៉ុណ្ណាក៏គ្មានអ្នកឲ្យដែរធ្វើឲ្យអាម្នាក់នោះកាន់តែខឹងកំទេចឈើហោះពេញនឹងមិនយូរទេវាធ្លីមិនខានឬសំឡេងស្វានកាន់តែខ្លាំងស្រីស្អាតភ័យញ័រខ្លួនអស់ហើយពេលកំពុងអស់សង្ឃឹមនាងស្រាប់តែឃើញធ្នូមួយនៅទីនោះតែវាជាកម្មរបស់នាងមិនឃើញសោះថែមទាំងមុតដៃទៀតពេលនោះវាច្រានធំចេញអាត្រងោឡើងមកដល់ហើយវាបញ្ចាំងពេលរកមើលឃើញកន្លែងនាងពួនភ្លាមវាក៏ស្ទុះទៅបើកមើលស្មានតែនាងតែជាតុកតានោះនាងបដូរចរិតលោតចុះពីលើធ្នឹមមិនឲ្យវាដឹងខ្លួនតនាងប្រញាប់វាចេញទៅយកឈើមកខ្ទាស់ទ្វារជាប់ឲ្យវាចេញមិនរួចឯមេធំក៏ដឹងខ្លួនដែរតែគេបែរជាដោះលែងនាងព្រោះដឹងថាខ្លួនចិត្តងាប់ចង់ជួយសង្គ្រោះជីវិតប្អូនប្រុសដែលសាហាវនាងចូលបន្ទប់គេប្រញាប់ជួយមិត្តប្រុសតែនឹកស្មានមិនដល់គេដោះស្បង់ចេញភ័យខ្លាចសាកសពស្រែកខ្លាំងតែម្ដងសំឡេងតាក់ទាញចោលអ្នកទាំងពីរត្រូវចាប់ពួកគេដឹងថាក្មេងស្រីនៅទីនេះនាងបង្ខំចិត្តលាក់ខ្លួនពេលនោះឯងចៅឆែកឆេរគ្រប់កន្លែងចៅចូលបន្ទប់ចូលមកនាងលោតឡើងលើដំបូលសំណាងចៅមិនឃើញវាច្រានជន់ដើរចេញវាចាក់សាំងពេញបន្ទប់បំរុងនឹងដុតចៅនាងដឹងថាត្រូវស្លាប់នាងទាញធ្នូយ៉ាងណែនសំឡេងធ្វើឲ្យចៅដឹងតែវាហួសពេលហើយនាងសម្លាប់មនុស្សដំបូងនាងភ័យស្លន់ស្លោភ្លេចសម្លាប់ផ្ដាច់ចៅប្រើកម្លាំងចុងក្រោយ
គេដែលគេរួចដុតបន្ទប់ចំពោះមុខស្រីស្រោចឆេះសន្ធោសន្ធើនាងប្រញាប់លោតចុះពីគ្រែយកកង់គប់បំបីកញ្ចក់រួចហក់ចេញមុនផ្ទុះ1វិនាទីចៅល្បាតក៏ឃើញហេតុការណ៍ខណៈវាកំពុងភាំងនាងក៏តម្រង់កាំភ្លើងបាញ់សម្លាប់វាភ្លាមទើបបដូរខោអាវនាងស្រាប់តែសម្លេងស្រែកជួយក្នុងឡានបើក្លុបក្រោយឃើញឪពុកសង្សារពួកចៅប្រាគាត់ជាអ្នកចាត់ការដើម្បីប្លន់ធនាគារធំតែគាត់បែរជាមានទឹកមុខប្លែកនាងគ្មានពេលគិតច្រើនក៏ពាក់ស្រោមមុខចោលរួចគូបង្អួចហៅអាត្រងោលវាស្មានតែបាក់ពួកក៏ដើរចេញមកគ្រាន់តែចេញមកនាងជុំកាំភ្លើងដាក់វាភ្លាមទាំងពីរនាក់ដេញបាញ់គ្នាយ៉ាងសាហាវអាត្រងោលត្រូវតច្រកឯបងប្រុសវាដេកស្ទុកលើជណ្ដើរមិនដឹងស្លាប់ឬដឹងថាអស់ផ្លូវរត់ក៏អង្គុយចុះទទួលវាសនាឪពុកសង្សារក៏មកដល់ក្មេងស្រីមិនខ្វល់បំរុងនឹងបាញ់តែភ្លាមនោះតាមពិតគេជាបាក់ពួកចៅខ្លាចបរាជ័យហើយជាប់ពាក់ព័ន្ធទើបធ្វើពុតជាត្រូវគេចាប់ខ្លួនបរោះនោះខ្ជុំកាំភ្លើងរកនាងភ័យខ្លាចជាខ្លាំងគេក៏កេះកៃកាំភ្លើងតែអ្នកដែលដួលគឺជាគេទៅវិញធំខាត់ប្អូនជាលើកចុងក្រោយទើបដាច់ខ្យល់ស្លាប់បន្ទាប់មកកាំភ្លើងខ្ជុំឪពុកសង្សារស្ដាប់បរោះនោះដោះស្រាយនាងជួបរឿងច្រើនពេករហូតលែងដឹងថាអ្នកណាជាមនុស្សល្អខណៈពេលនាងកំពុងវង្វេងម្ដាយសង្សារក៏ដើរចេញមកបាញ់ប្តីខ្លួនឯងដោយមិនរីរែកចុច follow ដើម្បីទទួលបានវីដេអូថ្មី